ផ្លូវទៅត្រង់ហ្នឹងគឺជាផ្លូវទៅទឹកដីខេត្តប្រវៀហាចំណែកផ្លូវបាត់ស្ដាមហ្នឹងគឺជាផ្លូវនៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែងហើយក៏ជាភូមិមួយនៅឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងហ្នឹងរហូតដល់70គីឡូណោះអ្នកនរគ្នាហើយផ្លូវទាំងអស់នេះគឺជាផ្លូវចូលទៅកាន់ភូមិឡុងស្វាយដែលជាភូមិស្ថិតនៅក្នុងព្រះរំកិលក្នុងឃុំព្រះរំកិលផងដែរហើយនេះគឺជាដំណើរដែល admin បន្តពីវីដេអូមុនគឺ admin ថតផ្លូវទៅត្រង់ហ្នឹងដែលផ្លូវទៅត្រង់ហ្នឹងគឺឆ្ពោះទៅកាន់ភូមិកំពង់សមីនិងភូមិកំពង់ប្អិនហើយបើហួសពីកំពង់ប្អិនហ្នឹងគឺឆ្ពោះទៅដល់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាហើយនិងឡាវហើយក៏ជាភូមិដែលស្ថិតនៅជាប់នឹងព្រំប្រទល់កម្ពុជាឡាវផងដែរហើយភូមិដែល admin កំពុងទៅធ្វើដំណើរទៅមុខនេះក៏ជាភូមិដែលស្ថិតនៅតាមបណ្ដោយព្រំប្រទល់កម្ពុជាឡាវផងដែរហើយភូមិហ្នឹងគឺមានឈ្មោះថាភូមិឡុងស្វាយហើយភូមិឡុងស្វាយក៏ស្ថិតនៅក្នុងឃុំព្រះរំកិលហើយក្នុងឃុំព្រះរំកិលនេះគឺមានរហូតដល់8ភូមិម្ដងអ្នកនរគ្នាហើយក៏អធិស្ឋានផងដែរកាលពីវីដេអូមុនគឺ admin បានបកស្រាយក៏ដូចជា review ក៏ដូចជាមានការលើសលុះក៏ដូចជាចំណុចខ្វះខាតនៅឃុំមួយចំនួនភូមិមួយចំនួនដែល admin បានបញ្ជាក់នៅក្នុងវីដេអូមុនគឺឃុំព្រះរំកិលមានចំនួនតែ5ភូមិទេប៉ុន្តែជាក់ស្ដែងគឺមានរហូតដល់8ភូមិម្ដងអ្នកនរគ្នាហើយក្នុងនោះគឺមានភូមិឡុងស្វាយភូមិលើភូមិកដាលភូមិក្រោមភូមិកលាពាហើយចំណែកឯភូមិ3ទៀតនោះគឺជាភូមិដែលស្ថិតនៅលើដីកោះភូមិដែលស្ថិតនៅលើដីកោះហ្នឹងគឺមានទី6ហ្នឹងគឺកោះល្ងោទី7ហ្នឹងគឺកោះជាទៀលតូចហើយទី8ភូមិចុងក្រោយគេគឺភូមិកោះជាទៀលធំហើយភូមិទាំងអស់ហ្នឹងគឺសិតសឹងតែជាភូមិដែលនៅកណ្ដាលកោះនៅកណ្ដាលទន្លេអញ្ចឹងហើយបានជា admin ធ្វើការបកស្រាយនៅក្នុងវីដេអូមុនហ្នឹងគឺមានចន្លោះប្រហោងក៏ដូចជាខ្វះខាតនៅការ review ទៅលើភូមិអស់ទាំងហ្នឹងហើយនេះគឺជាទស្សនវិជ្ជាដែល admin ធ្វើដំណើរចូលទៅក្នុងឃុំព្រះរំកិលហើយផ្លូវមួយនេះផងដែរគឺផ្លូវដែលទើបតែសាងសង់ហើយថ្មីទេអ្នកនរគ្នាក្តៅហុយតែម្ដងហើយផ្លូវនេះគឺមានចម្ងាយប្រហែលជាចូលទៅភូមិហ្នឹងតម្រាំដល់ភូមិហ្នឹងប្រហែលជាខ្ទង់5គីឡូប្រហែលជាអាចថាចន្លោះហ្នឹងអ្នកនរគ្នាដោយសារនេះគ្រាន់តែជាការស្មានរបស់ខ្ញុំទេហើយជាស្ដែងអាចឆ្ងាយជាងហ្នឹងឬក៏វែងជាងហ្នឹងហើយផ្លូវនេះគឺសាងសង់ទំហំថ្មីហើយមិនទាន់មានកំណុះផ្លូវនៅឡើយទេហើយនេះគឺជាទស្សនវិជ្ជាដែល admin ផ្ដិតយកចែករំលែកទៅកាន់ពុកម៉ែបងប្អូនហើយក៏មានបងប្អូនមួយចំនួនអត់ស្គាល់ផ្លូវទៅកាន់ទឹកធ្លាក់ហើយក៏អត់ស្គាល់ផ្លូវទៅកាន់ភូមិព្រះរំកិលក៏ដូចជាឃុំព្រះរំកិលនោះទេហើយនេះគឺជាផ្លូវចង្អុលបង្ហាញប្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរមកពីទីចិត្តទីឆ្ងាយហើយបងប្អូនមួយចំនួនសឹងតែមិនដែលមកសោះអញ្ចឹងទៅក៏ admin ចែករំលែកឲ្យបានឃើញទាំងអស់គ្នាទូទាំងប្រទេសតែម្ដងទៅហើយក៏មានអ្នកខ្លះទៀតក៏ជា fan របស់ admin នៅតាមបណ្ដាប្រទេសផ្សេងក៏ដូចជានៅ US ហើយមានបងប្អូនខ្មែរយើងដែលទៅរស់នៅប្រទេសគេក្រៅនៅស្រុកក្រៅបាទតាំងពីយូរយារហើយអាចថាมันបានឃើញពីទស្សនវិជ្ជានេះពេលបច្ចុប្បន្នអញ្ចឹង admin ក៏សូមផ្ដិតយកទស្សនវិជ្ជាខ្លះចែករំលែកទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាអំពូមីមីទាំងអស់ដើម្បីទស្សនាកម្សាន្តនៅក្នុងផ្លូវមួយនេះគឺដែលមានធ្វើដំណើរនេះគឺតើវិធីដំណើរមកស្ទូគឺមានផ្លូវបត់ឆ្វេងហ្នឹងគឺជាផ្លូវបត់ចូលទៅកាន់ទឹកជ្រោះព្រះនិមិត្តនឹងតែម្ដងអ្នកទាំងអស់គ្នាឲ្យតែបងប្អូនបត់ឆ្វេងមកដល់ត្រង់ចំណុចដែល admin កំពុងតែបង្ហាញមិញហ្នឹងគឺផ្លូវទៅកាន់ទឹកជ្រោះព្រះនិមិត្តហើយអ្នកទាំងអស់គ្នាហើយចម្ងាយពីផ្លូវបំបែកហ្នឹងទៅប្រហែលជាខ្ទង់3គីឡូអ្នកទាំងអស់គ្នាគឺផ្លូវកស៊ូសុតដល់ទឹកធ្លាក់ហ្នឹងតែម្ដងចំណែកផ្លូវមកត្រង់នេះគឺចូលទៅក្នុងឃុំព្រះរំកិលបាទដែល admin បានរៀបរាប់ខាងដើមហ្នឹងគឺចម្ងាយពីផ្លូវបំបែកនេះទៅប្រហែលជាខ្ទង់3គីឡូដែរគឺមិនឆ្ងាយទេអ្នកនរគ្នាប៉ុន្តែសងខាងផ្លូវគឺមិនមានផ្ទះប្រជាប្រដ្ឋទេណាអ្នកនរគ្នាដោយសារតែម្ដុំនេះគឺជាគេហៅថាចំការរបស់អ្នកស្រុកអ្នកភូមិនៅក្នុងឃុំព្រះរំកិលទេអញ្ចឹងអត់មានផ្ទះបងប្អូនប្រជាប្រដ្ឋនៅសងខាងផ្លូវនៅឡើយគឺមានតែព្រៃអញ្ចឹងសូមរីករាយទេសនាតាមដងផ្លូវនេះទៅរហូតអ្នកនរគ្នាហើយមានព្រៃមានភ្នំអីចឹងណាអ្នកនរគ្នានិយាយទៅគឺឲ្យតែធ្វើដំណើរឆ្លងកាត់ហ្នឹងខ្ញុំហ៊ាននិយាយថា refresh តែម្ដងអ្វីដែលសំខាន់ទៅទៀតនោះគឺផ្លូវកស៊ូត្រង់ចំណុចហ្នឹងគឺស្រួលក្នុងការធ្វើដំណើរបើនិយាយពីធម្មជាតិវិញគឺ refresh តែម្ដងដោយសារមានព្រៃមានភ្នំមានជលងដងអូអញ្ចឹងទៅហើយនេះគឺជាផ្លូវខ្សែក្រវ៉ាត់ព្រំដែនហើយចំណែកធ្វើដំណើរមកស្ទូទៀតនេះគឺយើងនឹងធ្វើដំណើរមកដល់ក្បាលភូមិឡុងស្វាយហើយអ្នកទាំងអស់គ្នាដែលវីដេអូមុន admin ក៏ធ្លាប់បានបង្ហាញដែរពីទស្សនវិជ្ជាភូមិឡុងស្វាយក៏ប៉ុន្តែ admin ធ្លាប់តែបង្ហាញ
ធ្វើដំណើរចេញទៅក្រៅវិញឥឡូវ admin បង្ហាញពីផ្លូវដែលយើងធ្វើដំណើរចូលមកក្នុងវិញហើយក៏នារដូវវស្សាផងដែរបើខែប្រាំងអាចថាវាមានព្រៃឈើស្រស់បំព្រងអញ្ចឹងណាអ្នកនរនេះតែខែវស្សាគឺមានព្រៃឈើស្រស់បំព្រងខៀវខ្ចីអញ្ចឹងណាអញ្ចឹងទៅក៏បានឆ្លៀតយកការនេះចែករំលែកទៅកាន់ពុកម៉ែបងប្អូនហើយទៅត្រង់ហ្នឹងគឺទន្លេអ្នកនរគ្នាទន្លេហ្នឹងគឺទន្លេមេគង្គហ្នឹងឯងដែលហូរកាត់មកពីប្រទេសឡាវហើយត្រើយខាងនោះគឺទឹកដីឡាវហើយអ្នកទាំងអស់គ្នាទៅត្រង់ហ្នឹងគឺទឹកដីឡាវហើយទស្សនវិជ្ជាខាងមុខនេះគឺជាទស្សនវិជ្ជានៅលើគេហៅថាអន្លង់ផ្សោតបាទឥឡូវឡុងផ្សោតនេះក៏ពីមុនគឺជាកន្លែងកំសាន្តមួយកន្លែងរមណីយដ្ឋានមួយផងដែរសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកចូលមើលផ្សោតផុសនៅកន្លែងហ្នឹងតែបច្ចុប្បន្ននេះបែបជាមិនមានវត្តមានផ្សោតទៀតទេដោយសារតែគេធ្វើវរីអគ្គិសនីអូសបាយណាប្រទេសគេណាប្រទេសឡាវចូលយ៉ានេះឡុងផ្សោតឡុងផ្សោតឡើងឃើញមានផ្សោតដែរយ៉ាងមកទៅយើងស្ងាត់ដែរអនុវរីអគ្គិសនីឡាវអាហ្នឹងកោះឡាវអានេះកោះខ្មែរហ្នឹងបាន2 3កោះខ្មែរកោះល្ងកោះជាទាតូចជាទាធំហ្នឹងអូគេបាក់បាសទៅហ្នឹងបងប្អូនសបោសបាយប្រទេសគេបាក់បាសទាំងព្រលឹមតែម្ដងបាទទឹកដីឡាវរីឡាវណាបងប្អូនណាទស្សនវិជ្ជាឡាវអានេះជីវករខ្មែរលក់ដូរនៅនេះអានេះជីវករខ្មែរក៏លក់ដូរនៅនេះជួយគេរៀបចំបានស្អាតឥឡូវណាអូគេឈូឆាយអស់ណាហើយបើកលេចមកមើលផ្លូវចេញពីអន្លង់ផ្សោតទៅកាន់ភូមិអន្លង់ស្វាយក៏ដូចជាភូមិលើនេះគឺមានផ្លូវខ្លះមួយចំនួនគឺផ្លូវកស៊ូអ្នកទាំងអស់គ្នាហើយមួយចំនួនទៀតគឺផ្លូវចាក់បេតុងហើយនេះគឺជាទស្សនវិជ្ជានៅក្នុងភូមិអន្លង់ស្វាយបន្ទាប់ពីភូមិឡុងស្វាយពោះមកដល់ភូមិកណ្ដាលនេះគឺភូមិលើអ្នកទាំងអស់គ្នាភូមិលើហ្នឹងគឺមានផ្លូវចាក់បេតុងហើយទស្សនវិជ្ជាសងខាងផ្លូវគឺ refresh ខ្លាំងមែនទែនអ្នកទាំងអស់គ្នាដោយសារផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ភូមិលើនេះគឺតម្រៀបគ្នាជាជួរទៅមើលទៅគឺគួរចង់គួរគុណណាអ្នកទាំងអស់គ្នាហើយបាននិយាយពីផ្ទះបងប្អូននៅក្នុងតំបន់នេះគឺធំខ្លាំងមែនទែននិយាយទៅគឺកម្រនឹងមានផ្ទះទូចណាអ្នកទាំងអស់គ្នាហើយបើសិនជាយើងធ្វើដំណើរបានប្រហែលជាខ្ទង់10 នាទីគឺយើងនឹងធ្វើដំណើរមកដល់ភូមិកណ្ដាលក៏មិនខុសពីភូមិលើទេគឺមានផ្លូវបេតុងដូចគ្នាហើយបើយើងកលេចមកមើលសងខាងផ្លូវគឺដូចគ្នាដែរអ្នកទាំងអស់គ្នាខាងមាត់ទន្លេក៏មានផ្ទះបងប្អូនប្រជាពលរដ្ឋហើយខាងស្ដាំដៃហ្នឹងក៏មានដែរអ្នកទាំងអស់គ្នាហើយបើនិយាយអំពីជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះគឺមានជីវភាពសមរម្យអ្នកទាំងអស់គ្នាហើយនេះគឺជាសាលាឃុំព្រះរំកិលសាលាឃុំតំបន់នេះគឺគេធ្វើខ្ពស់ពីដីដោយសារតែតំបន់ខ្លះគេធ្វើសាលាឃុំភាគច្រើនគឺធ្វើជាប់ដីអញ្ចឹងណាអានេះកំពុងច្រឡងនេះគឺយើងអាចឆ្លងទៅដល់ទឹកដីបរិអូស្វាយដែលជាទីរួមស្រុកបរិអូស្វាយនឹងតែម្ដងហើយឯងមានធ្វើដំណើរមកស្ទូធំក៏បានមកដល់ហាងបាយហើយឲ្យទៅមកលើកណាគឺមិនដែលរំលងហាងបាយរបស់បងស្រីទេដោយសារតែតំបន់នេះគឺគាត់បានដាច់គេហើយតំបន់ហាងបាយតំបន់នេះគឺមានផ្ទះគាត់អញ្ចឹងបងប្អូនទៅមកពីទីចិត្តទីឆ្ងាយអីគឺអាចមើលតាមវីដេអូហ្នឹងហើយអាចមកសម្រាប់ហូបបាយនៅកន្លែងបងស្រីបានពីសង្កាមីเด้อเพื่อนเอ่ยติงเนี่ยมีสมฮุงแล้วก็มีสมกบสมเขียดมีเม็ดวาสันครบแบบครบอย่างมีเบอร์แถมอีกเด้อไปดังเลยอยากได้อีกยังติดต่อมานำเบอร์นี่เด้อนี่เบอร์เอ่ยติ้งเฮาแล้วนี่มีครบแบบครบอย่างนี่อยู่ในปลาคัดนี่ไปน้องไปน้องสังก็มีเมิดว่าสัน